ខ្លឹមសារនៃជីវិតរបស់មនុស្សយើងរមែងតែងតែមាននៅបញ្ហាជារឿយៗបន្តិចរឿងនេះបន្តិចរឿងនោះដោយច្រើនគឺបញ្ហាតាមផ្លូវចិត្តនឹងឯងបើយើងមិនមានធម៌សម្រាប់ដោះស្រាយទេវារមែងមានការលំបាកតានតឹងក្នុងចិត្តជាពិតប្រាកដហើយវាអាចគ្របសង្កត់ចិត្តបានយូរទៀតផងប្រៀបបីដូចអ្នកបើករថយន្តទៅផ្លូវឆ្ងាយបើមិនមាននៅគ្រឿងឧបករណ៍សម្រាប់ជួសជុលកែខៃនៅពេលរថយន្តខូចឬធ្លាយកង់ទីនោះលុះដល់រថយន្តខូចឬធ្លាយកង់ក៏រមែងមានការលំបាកច្រើនក្នុងដំណើរផ្លូវប៉ុន្តែបើយើងមាននៅគ្រឿងបន្លាស់និងមាននៅឧបករណ៍ផ្សេងៗដែលទុកសម្រាប់ប្រើប្រាស់នៅពេលដែលរថយន្តមានបញ្ហាអ្វីណាមួយនោះយើងក៏កក់ក្ដៅក្នុងចិត្តហើយប្រសិនបើរថយន្តមាននៅបញ្ហាពិតមែនដូចជាធ្លាយកង់ជាដើមយើងក៏មិនមានទុក្ខលំបាកអ្វីពេកនោះដែរព្រោះយើងអាចដោះស្រាយបានសេចក្តីនេះយ៉ាងណាក្នុងជីវិតរបស់យើងម្នាក់គឺដូចគ្នាបើយើងមិនមានធម៌ជាគ្រឿងសម្រាប់កក់ក្ដៅក្នុងចិត្តទេដល់ពេលមានបញ្ហាកើតឡើងក៏ជាទុក្ខក្រៀមក្រំលំបាកលំបិនក្នុងចិត្តក្រៃលែងយើងបានសិក្សាប្រធម៌តាមរយៈនៃការអានសៀវភៅនិងតាមរយៈនៃការស្ដាប់នាំឲ្យកើតការយល់ដឹងក្នុងរឿងពិតទាំងឡាយរបស់ជីវិតយើងក៏បានធូរចិត្តស្រាកស្បើយពីការតានតឹងចង្អៀតចង្អល់សេចក្តីកង្វល់ក្នុងបញ្ហាជីវិតពិតជាដោះស្រាយបានរឿងរ៉ាវផ្សេងក្នុងជីវិតជាវិបត្តិជាឧបសគ្គវានៅតែកើតមានជាធម្មតាប៉ុន្តែវាមិនមានពឹសក្តៅក្រហាយជ្រាបចូលទៅក្នុងចិត្តឡើយព្រោះមានធម៌នៅក្នុងចិត្តរបស់យើងដែលថាមានធម៌គឺមានការយល់ដឹងនៅសេចក្តីពិតរបស់ជីវិតការសិក្សាព្រះធម៌វាមានប្រយោជន៍នៅត្រង់ការយល់ដឹងនៅសេចក្តីពិតរបស់ជីវិតនឹងឯងព្រោះមានការយល់ដឹងនេះហើយទើបយើងមានសេចក្តីស្ងប់រងាប់ចំពោះមុខនៃឧបសគ្គចំពោះមុខនៃវិបត្តិផ្សេងក្នុងជីវិតចិត្តស្ងប់រងាប់ធ្វើឲ្យយើងរឹងរិតតែឆ្លាតតែបើចិត្តខឹងក្រោធវិញវារមែងធ្វើឲ្យយើងទៅជាមនុស្សល្ងង់មួយរំពេចពុទ្ធបរិស័ទទាំងឡាយបានពេញចិត្តក្នុងការសិក្សាស្ដាប់នៅព្រះធម៌ជាប្រចាំព្រោះបានស្ងប់ចិត្តសមគួរទៅតាមការយល់ដឹងរឹងរិតតែយល់ដឹងប្រយោជន៍គឺសេចក្តីស្ងប់ចិត្តក៏រឹងរិតតែចម្រើនដូច្នេះទើបពុទ្ធបរិស័ទមិនធុញទ្រាន់នឹងការក្រេបរស់របស់ព្រះធម៌ឡើយពុទ្ធបរិស័ទបានយល់ដឹងអំពីជីវិតគឺពុទ្ធបរិស័ទមានការចម្រើនទៅដោយគុណធម៌ព្រោះគុណធម៌គឺមេត្តាករុណាក្តីសេចក្តីសន្តោសក្តីសេចក្តីព្យាយាមក្តីសិលក្តីសមាធិក្តីខន្តីសេចក្តីអត់ធន់ក្តីជាដើមនេះរមែងកើតឡើងចម្រើនក្នុងចិត្តដោយអាស្រ័យការយល់ដឹងអំពីសេចក្តីពិតរបស់ជីវិតនឹងឯងដើម្បីជាប្រយោជន៍ធំទូលំទូលាយសូមពុទ្ធបរិស័ទកុំទៅវត្តតែម្នាក់ឯងកុំសិក្សាស្វែងយល់តែម្នាក់ឯងត្រូវដឹកនាំត្រូវបបួលមិត្តសម្លាញ់និងអ្នកដទៃផ្សេងទៀតឲ្យបានចូលមករកផ្លូវត្រូវផ្លូវប្រពៃផងគឺជាការជួយសង្គ្រោះមិត្តសម្លាញ់និងអ្នកដទៃផ្សេងទៀតនោះដោយការសង្គ្រោះផ្លូវចិត្តផ្លូវវិញ្ញាណព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាសព្វទានំធម្មទានំជីនីតេការឲ្យទានធម៌រមែងឈ្នះការឲ្យទានទាំងពួងការឲ្យរបស់រតីនោះជាគ្រឿងខាងក្រៅតែការឲ្យនៅប្រធរជាទានជាគ្រឿងខាងក្នុងរបស់រតីជាប្រយោជន៍ដល់រាងកាយតែប្រធរជាប្រយោជន៍ដល់ចិត្តរបស់ណាដែលជាប្រយោជន៍ដល់ចិត្តជារបស់ដែលយើងគួរឲ្យគួរចែកជាចាំបាច់បំផុតឬថាគួរនាំឲ្យគេមកទទួលដឹងក្នុងរឿងដែលគេគួរយល់ដឹងឲ្យគេបានដឹងបានយល់នៅក្នុងគោលធម៌ព្រះពុទ្ធសាសនាដើម្បីដោះស្រាយទុក្ខបញ្ហាជីវិតរបស់គេបើយើងបានឃើញមិត្តរបស់យើងមាននៅសេចក្តីទុក្ខមាននៅសេចក្តីក្តៅក្រហាយចិត្តយើងក៏ទៅបបួលគេចូលវត្ត
ដូចជាថ្ងៃឧបោសថសិលជាដើមយើងក៏ទៅបបួលគេមកឲ្យគេបានអង្គុយស្ងប់ចិត្តខ្លះឲ្យគេបានស្ដាប់បានរៀនដឹងរឿងរបស់ជីវិតឲ្យគេបានយល់ដឹងការពិតគេក៏បានធូរថយនៅសេចក្តីទុក្ខក្តៅក្រហាយចិត្តទៅតាមភាពភ្លឺស្វាងរបស់គេការជួយមិត្តសម្លាញ់ក្នុងសភាពបែបនេះជាការជួយដ៏ពិតប្រាកដជាការជួយយ៉ាងថាវរៈមាំមួនធ្វើឲ្យមិត្តសម្លាញ់បាននៅវត្ថុដ៏ពិសិដ្ឋឋិតថេរនៅក្នុងចិត្តរបស់គេអស់កាលជានិច្ចរហូតតទៅដូច្នេះការជួយមិត្តភក្តិតាមផ្លូវព្រះពុទ្ធសាសនាគឺជាការងារដែលគួរធ្វើការសាងគុណធម៌ឲ្យចម្រើនក្នុងចិត្តរបស់ខ្លួនផងជួយឲ្យអ្នកដទៃបាននូវគុណធម៌ប្រចាំចិត្តផងនេះគឺជាប្រយោជន៍ដ៏មានខ្លឹមសារក្នុងជីវិតរបស់មនុស្សយើង